ចាពេលដែលខ្ញុំផុសវីដេអូខាងកសិដ្ឋានចំព្រាបក៏ពីចិនតើមានបងប្អូនជាច្រើនដែលគាត់ស្រឡាញ់ហើយចូលចិត្តខាងវិស័យចំព្រាបហ្នឹងណាគាត់ថាមានអញ្ចឹងនៅក្រោយផ្ទះមួយក្តីសុខបងនិយាយមែនចំពោះខ្ញុំហ៎យើងមកពីធ្វើការហត់ណាពេលដែលយើងមកដល់កន្លែងនេះគឺយើងផ្លេចអស់ហើយផ្លេចអស់ហើយដោយសារយើងមានបែបជាសួរនៅផ្ទះអញ្ចឹងទៅហើយមានព្រៀបសម្រាប់ឲ្យយើងមើលលំអភ្នែកហើយក៏យើងស្រឡាញ់ហើយវាស្រស់ស្រាយតាមហ្នឹងបងព្រៀបរបស់យើងមិនមែនមានតែក្នុងត្រង់ទេនេះសូម្បីតែព្រៀបដែលរួចនឹងក្រៅក៏អត់ហៅតាណាចោលកន្លែងដែរអញ្ចឹងព្រៀបនេះវាល្អមួយយ៉ាងដែរបើសិនជាបងយកទៅចិញ្ចឹមទៅរួចវាមិនហើតាណាឆ្ងាយទេនឹងត្រឡប់មកវិញទេដោយសារព្រៀបនេះវាអត់ចេះរយចំណៃខ្លួនឯងទេបងដោយសារយើងធ្លាប់ចិញ្ចឹមដាក់ចំណៃឲ្យស៊ីណាអញ្ចឹងវានឹងវិលត្រឡប់មកវិញហើយនៅតុំអញ្ចឹងនេះដើរលេងយ៉ាងស្រស់ស្រាយមានទាំងចាប់លេងឡោមមានទាំងព្រៀបនៅក្រៅផ្ទះអីចេះដោយបងមួយចំនួនគាត់ស្រឡាញ់គាត់ថាក្តីសុខហើយចានិយាយមែនយើងមានមុខរបរនៅផ្ទះបងមិនក្តីសុខមិនចង់ហូបចង់ឲ្យយើងមានរបស់ខ្លួនឯងយើងអាចលក់បានយើងរកចំណូលបានហើយយើងមិនចាំបាច់ទៅធ្វើការនៅណាអញ្ចឹងណាសម្រាប់គ្រួសារទូចយើងអាចគាត់តង់គ្រប់មានមន់មានព្រៀបអញ្ចឹងយើងចាំទៅហើយអាចរកចំណូលបានគូសំណាមិនតិចអញ្ចឹងឲ្យតែយើងចាប់ផ្ដើមចាំពិតប្រកបយើងស្រឡាញ់ពិតប្រកបបងនឹងរកចំណូលបានហើយកិច្ចការនៅតែយើងធ្វើអញ្ចឹងប៉ុន្តែនេះជាការងារបន្ថែមអញ្ចឹងណាបងអាចឆ្លៀតដាក់នៅក្រៅផ្ទះអីបាននៅជារៀងផ្ទះឬក៏ចការកន្លែងកំសាន្តអីបានបើកន្លែងកំសាន្តបងអាចប្រឡែងក៏បានដែរយើងប្រឡែងវាណាមិនប្រឡែងអត់មានបាំងអីទេបងបាំងស្បៃឲ្យប្រឡែងបានឥឡូវត្រង់របស់យើងដែលធ្វើឲ្យថ្មីនេះគឺដាក់ឲ្យព្រៀបបាននៅហើយអញ្ចឹងមានប្រព័ន្ធទឹកមានកតោចំណៃមានកម្រាលពណ៌ខៀវនោះដាក់ឲ្យវាដើរមកជន់ស៊ីចំណៃកុំឲ្យល្អល់ពេកយកបងអញ្ចឹងនេះជាត្រង់ថ្មីរបស់យើងឥឡូវចិត្តឲ្យមួយទៀតនេះបងតែសារនេះយើងអត់ប្រើដៃសតអញ្ចឹងយើងប្រើសណាញ់នៅផ្ទៃកដាលយើងប្រើសណាញ់បែបនេះឲ្យទំហំនៅដដែលទំហំទៅតឹង6ទឹកចម្រោម7ទឹកកំពង់7អញ្ចឹងយើងនៅដដែលបងមួយថ្នាក់លៃលោកយើងលៃលោកមើលណាចំណេញជាងអញ្ចឹងយើងប្រើសណាញ់នេះវាអត់សូវចំណាយពេលក្នុងការផ្សារច្រើនបើនេះអីគឺផ្សារខ្លាំងហ្មងត្រង់មួយចង់មួយខែនេះចង់ខែយូរបន្តិចតែស្អាតហើយយើងដាក់ប្រទេសការពារកុំឲ្យវាចឹកគ្នាអញ្ចឹងណាបងមកថ្នាក់ហើយប្រព័ន្ធទឹករបស់យើងពេលអស់វាហូរមកអូតូចំណៃយើងដាក់ទៅវាចឹកអត់ជ្រុះទេបងអត់មានចំណៃទេនឹងហោមវាអត់មានជ្រុះសោះហ្មងហើយនេះចំណៃរបស់យើងហើយចំណៃយើងដាក់ចំកណ្ដាលអញ្ចឹងស៊ីបានទាំងសងខាងទាំងខាងនោះហើយខាងនេះទៀតចឹងសម្រាប់បងដែលគាត់ឆ្លាញ់ខាងវិស័យចំព្រាបបងអាចមកមើលដល់ទីតាំងក៏បានដែរស្រស់ស្រាយណានៅជនបទស្រុកស្រែចំការអញ្ចឹងយើងមានការចំព្រាបមន្តទេបែបនេះគឺយើងអាចរកចំណូលបានហើយក៏ដូចជាការកំសាន្តក្រោយពេលយើងធ្វើការអញ្ចឹងណាបងហើយព្រាបបងណាកុំភ្លេចណាកំងនៅតែមានច្រើនមានអញ្ចឹងពណ៌ក្រហមអីមានច្រើនណាបងពណ៌ក្រហមស្អាតណាពណ៌ក្រហមស្អាតនេះក្រហមលេខស្អាតដែរបងកំងបែនណាមានព្រាបច្រើនណាសម្រាប់ទឹកជូនបងគាត់តែកន្លែងយើងអត់ទាន់បានជា clean អីទៅស្អាតទេបងអើយយើងកំពុងតែធ្វើបន្ថែមអញ្ចឹងរៀងអីវ៉ាន់នៅពេញដីតិចហើយតែជារួមការចិញ្ចឹមព្រាបនេះល្អបងចិញ្ចឹមទៅវាអត់សូវក្លិនវាអត់សូវលឺសលេងវានៅបែបធម្មជាតិណានេះបងស្ដាប់សលេងនេះមិនសតុំវាអត់សូវអីតចេះក្លិនខ្លាំងដូចយើងចិញ្ចឹមមន់ដាក់ប៉ុណ្ណេះទៅអាចក្លិនរៀងខ្លាំងដែរប៉ុន្តែព្រាបអត់សូវទេបងវាលក្ខណៈលេងឡំជាមួយធម្មជាតិណាអរគុណច្រើន ប
បងចង់មកលេងដល់ទីតាំងបានណាទទួលបងចំណៃអរគុណច្រើនជម្រាបលា